របៀបទាញយកវីដេអូចេញមកពី Facebook បងប្អូនទាំងអស់គ្នាចូលទៅក្នុងទូរស័ព្ទរបស់យើងបាទអញ្ចឹងការទាញយកវីដេអូបាទចេញពី Facebook ចូលទៅក្នុងទូរស័ព្ទដៃខ្ញុំនឹងធ្វើការបង្ហាញពេលណាដែលបងប្អូនទាំងអស់គ្នាណាបាទចូលមកក្នុង Facebook របស់បងប្អូនមកបងប្អូនរួមមើលចម្រៀងណាមួយបទណាមួយវីដេអូណាមួយដែលបងប្អូនពេញចិត្តចង់ទាញយកទៅដាក់នៅក្នុងទូរស័ព្ទដៃរបស់យើងបងប្អូនយើងចុចកន្លែងនេះណានេះមើលអាមួយជូរនេះបងប្អូនចុចកន្លែងនេះកន្លែងព្រួយណាចុចកន្លែងព្រួយមកបន្តមកទៀតបងប្អូនមើលមួយជូរនេះមើលមួយជូរហ្នឹងរួមមើលពាក្យថា copy link ណានេះឃើញកន្លែងហ្នឹងអត់បាទចុចចំពាក្យថា copy link យករៀបដៃតុកហើយបងប្អូន copy រួចហើយចេញមកបាទចេញបងប្អូនយើងបាច់ចាំតម្លើងនៅកម្មវិធីអីទេធ្វើតាមនេះវិញបងប្អូនកុំឲ្យមើលមេរីទូរស័ព្ទដៃរបស់យើងជាអ៊ីតពេកហ្នឹងហើយអញ្ចឹងយើងចូលមកក្នុង Chrome បងប្អូនណាអ្នកទាំងអស់គ្នាចូលមក Chrome មកនេះ Chrome ណាចុចលើ Chrome បន្តមកទៀតអ្នកទាំងអស់គ្នាកន្លែង search តុកលើ search ហើយអ្នកទាំងអស់គ្នាសូមវាយតាមខ្ញុំ Facebook MP3 ណាបាទ Facebook MP3 គឺសេបែបនេះបងប្អូនណាបាទអញ្ចឹងសូមវាយតាមខ្ញុំបែបហ្នឹងមកនៅពេលណាដែលអ្នកទាំងអស់គ្នាបានវាយតាមខ្ញុំអញ្ចឹងហើយបងប្អូនតុកលើហ្នឹងមកណាចេញមកបាទបន្ទាប់មកអ្នកទាំងអស់គ្នាឃើញកន្លែងនេះអត់ website ហ្នឹងគេដាក់ថា download MP3 from Facebook converter Facebook to MP3 អញ្ចឹងអ្នកបងប្អូនចំណាំ logo បាញ់ព្រួយចុះក្រោមបាទ background green screen នេះតុកលើហ្នឹងមកណាពេលឃើញអូខេអញ្ចឹងយើងចូលមកដល់ចំណុចនេះបងប្អូនយើងកន្លែងកន្លោននេះយើងគេឲ្យយើងដាក់ link ដែលយើងបាន copy មកមិញណា link វីដេអូអញ្ចឹងបងប្អូនអ្នកកន្លោនហ្នឹងយកម្រាមដៃសង្កត់ឲ្យជាប់ហើយដកដៃមកឲ្យវាចេញផាសបែបនេះបាទអញ្ចឹងយើងចុចពាក្យថាបិទភ្ជាប់បាទឬក៏ផាសចុចលើហ្នឹងមកបិទភ្ជាប់នោះមកបាទនៅពេលណាដែលយើងបានផាស link ចូលហើយបងប្អូនចុចពាក្យថា download អូខេអញ្ចឹងបងប្អូនក្រូទៅលើបន្តិចទៅបងប្អូនឃើញនេះបាទអញ្ចឹងបងប្អូនត្រូវមើលត្រូវដឹងពីចំណុច2នេះបាទទី1គឺ MV4 បានន័យថាម៉េច MV4 បានន័យថាបានទាំងវីដេអូបានទាំងសំឡេងអញ្ចឹងណាឃើញទាំងរូបឬសំឡេងឃើញទាំងរូបបាទបងប្អូនហើយបើ MV3 នេះបានន័យថាម៉េចគឺបានន័យថាឮតែសំឡេងអត់ឃើញរូបទេ MV3 បងប្អូនណាអញ្ចឹងបងប្អូនយើងពេលបើសិនជាយើងយក MP3 ឬតែសំឡេងទេយើងចាក់មើលអត់ឃើញរូបភាពទេណាបាទហ្នឹងអត់ឃើញតែប្រការវីដេអូអីទេឃើញតែសំឡេងទេឬតែសំឡេងទេអូខេអញ្ចឹងខ្ញុំចង់បានតែសំឡេងខ្ញុំយកនេះណាខ្ញុំរកឲ្យតុកលើនេះបងប្អូនចង់បានទាំងសំឡេងទាំងបានទាំងរូបភាពបងប្អូនតុកយកនេះទៅបាទអញ្ចឹងខ្ញុំយកនេះតុកលើហ្នឹងមកនៅពេលណាដែលខ្ញុំតុកយកអាហ្នឹងអញ្ចឹងជំរើសគេឲ្យយើងហ្នឹងឃើញទេបាទអញ្ចឹងអ្នកទាំងអស់គ្នាចុចពាក្យថា render ចុចលើពាក្យថា render មកអូខេបន្តមកចេញអញ្ចឹងបងប្អូនយើងយកនេះមកនេះបាទ download MP3 នេះបាទអូខេពេញខ្ញុំបងប្អូនហ្នឹងហើយអញ្ចឹងចម្រៀងយើងចុចបាច់ទៅចម្រៀងវាចូលក្នុងទូរស័ព្ទដៃរបស់យើងណាបាទចម្រៀងហ្នឹងហ្នឹងហើយអញ្ចឹងបងប្អូនយើងបានចម្រៀងហើយបងប្អូនណាបាទហ្នឹងហើយយើងចង់យកទៅកាត់តបាទនៅក្នុងណាក៏បាននៅឧទាហរណ៍ថានេះដាក់ចម្រៀងចុច insert មកបាទយើងចូលមកក្នុងវីដេអូមកយក new មកបាទនៅពេលណាដែលយើងបានដាក់រូបភាពហើយយើងដាក់ចម្រៀងចូលមកបងប្អូនមើលបញ្ជូននេះបើយើងយកវីដេអូមិញយើងត្រូវយកនេះណាបាទប៉ុន្តែយើងយក MP3 ឬរត់សំឡេងយើងយកនេះណា audio ដាក់ចម្រៀងតមកបងប្អូនយកកន្លែង music បងប្អូនយកកន្លែង my music បាទអញ្ចឹងបន្តមកទៀតបងប្អូនយើងមើលបទមិញហ្នឹងមកបាទអ្នកបទមិញណាបាទចាំបងប្អូនមើលបទមិញដែលយើងបាន down មិញណាឧទាហរណ៍អ្នកបទនេះតុកលើមកហើយយើងប្រើទៅពាក្យថា youth ចម្រៀងបានមកហើយតបមកបងប្អូនយើងចុចគ្រីសមកតបមកយើងតុកលើរូបភាពយើងនេះអ្នកតុកនេះនេះក្រោមតុកលើមកបាទអស់វាមកយកម្រាមដៃសង្កត់ឲ្យជាប់មកចម្រៀងយើងវែងបានយើងដាក់វែងហ្នឹងទៅបងប្អូនណានេះទៅចម្រៀងវែងហ្នឹងដាក់វែងហ្នឹងមកណាហ្នឹងហើយអូខេហើយយើងចង់ដាក់ភ្លើងអីផ្សេងយើងចូល effect នេះមកបាទបន្ទាប់មកបងប្អូនយក effect នេះមកបងប្អូនជ្រើសរើសយកនៅនេះមកបាទយកនៅភ្លើងផ្លុកភ្លៀតនេះមកនេះឃើញទេអាហ្នឹងយើងមុខតិចមកនេះអាហ្នឹងអូវាមុខតិចមកតមកអានេះយើងខិតទៅក្រោយតិចឲ្យវានេះយើងដាក់មកល្មមទៅណាឃើញទេតមកអ្នកនរគ្នាយើងចុចគ្រីសមកហើយយើងចុចអូអាហ្នឹងឲ្យវែងមកណាយើងចង់ដាក់វែងបានយើងអូឲ្យផុតមកបាទផុតចឹងមកណាអូខេតមកយើងចុចគ្រីស
យើងចង់ដាក់អីទៀតក៏ដាក់ទៅបងប្អូនណាបាទហ្នឹងឮសំឡេងណាយើងបានដាក់សំឡេងដាក់រូបភាពដាក់អីហើយបាទយើងចង់បន្ថែមអក្សរសេអីដាក់ sticker អីបងប្អូនយើងចេះណាបាទតោះមកចុច export នេះមកហើយបងប្អូនយើងចុច export ទៀតមកអញ្ចឹងយើងរក្សាទុកហើយបងប្អូនណាហ្នឹងហើយយើងរក្សាទុកហើយវីដេអូហ្នឹងណា